លោកសដេវូឯងគឺម្នាក់ដែលខ្ញុំនិយាយខុសកាលពីលើកមុននោះមែនទេពេលដែលនិយាយថាយ៉ាងម៉េចបានឃើញដេវូនិងស៊ូអានិយាយគ្នាមែនទេនិយាយបាំងវាំងនននៅមុខបន្ទប់ទឹកមើលទៅដូចជាមានរឿងអីប្លែកខ្លាំងណាស់មានរឿងអ្វីលាក់បាំងពិតមែនអំបញ្ញមិញប្រពន្ធលោកសដេវូលួចស្ដាប់នៅខាងក្រៅរៀបចំរទេះភេសជ្ជៈសិនទៅចាគេនោះគឺជាអ្នកណាអេឈប់សិនឬក៏សដេវូម៉ាក់បានសរសេរឈ្មោះនៅលេខទូរស័ព្ទអ្នកមើលថែកូននៅលើតុរួចហើយមុនពេលចេញទៅរៀនត្រូវមើលផងដឹងទេមិនទៅសាលាទេឈឺពោះខ្លាំងណាស់ចាប់ម៉ាក់និយាយជាមួយអ្នកគ្រូឲ្យម្ដងទៀតមិនអីទេ